ងវែងបាទលោកលោកស្រីនាងកញ្ញានិងទូរទស្សនិកជនជាមិត្តរីការប្រកួតជំនឿមទឹកបានត្រូវបញ្ចប់ហើយរវាងកីឡាករម៉ាក់ក្លាវបង្គោលក្រហមឯបង្គោលខៀវនួនសូរិយាសូមអរគុណដល់ស្រាសញ្ញាផែនដីរសជាតិមានន័យជ្រៅនិងក៏សូមអរគុណដល់សហការឧបត្ថម្ភនៃកម្មវិធីមានដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម BS ក្រុមហ៊ុនទឹកផ្លែឈើសាជីកូបាទមានរង្វាន់ទៀតហើយបាទកំអាលបាទសូមលោកអាប៊ីតបាទសូមបន្តិចប្រកាសរង្វាន់សិនបាទលោកហ៊ុនជាឧបត្ថម្ភដល់កីឡាករនួនសូរិយាចំនួន20,000 រៀលគូទី5ទឹកទី2គូទី5ទឹកទី2អសូមជម្រាបជូនថាលោកគួចខេវិនបាទផលិតករកម្មវិធី CBN ឧបត្ថម្ភកីឡាករនួនសូរិយា 10,000 រៀលបាទគាត់ឆ្វេងខាងក្រោមតបស្ដាំខាងក្រោមវៃរបស់នួនសូរិយាវាយស្ដាំគាត់ឆ្វេងអូយជឿជើងគាត់ឆ្វេងជឿជើងឲ្យលោតហើយអូយគាត់តែកន្លះដៃអត់អីទេគ្រាកកកៃម្ដងអូយវាយលើមកអស់ចិត្តវាយក្រោមមកអស់ចិត្តវាយលើទៀតអស់ពីជើងហើយកែងនួនសូរិយាធ្វើអីទៀតមកលៀនរៀលនៅមុខពីស្រាផែនដីទៅរួចទេវាយស្ដាំជង្គង់មកក្រោមតត់ក្រោមទៀតហើយបាទនួនសូរិយាមកក្រោមគិតតែពីតាំងគុំអត់លូកតវិញសោះតមកមួយជើងវិញដែរតែនួនសូរិយាមិនអស់ចិត្តទេសុំមកកាយវិញហើយកែទៀតអូយសុំថយសិនថយមួយនួនសូរិយាដូចជាសម្រុកពេហើយតតឆ្វេងខាងក្រោមតតឆ្វេងមួយទៀតអូយទៅហើយ 2 3 4 5 6 7 8 9 ឆិនណាតែឆិនរួចទេតាមរួចទេ technical knock out round 2 បាត់ហើយបាទត្រង់នេះគឺថាបាត់អន់ជើងក្រោមមែនទែនបាទបង្គោលក្រហមដោយបង្គោលក្រហមបបការប្រកួតនៅក្នុងទឹកទី2បាទបាទលុយមួយរៀងបាទកន្លងពីនេះសូរិយាមិនផុតមែនបាទស្រាសញ្ញាផែនដីគេថាជូនទឹកប្រាក់1 លានរៀលបាត់ក្តៅតែម្ដងដោយសារកីឡាករនួនសូរិយាព្រោះកីឡាករម៉ាក្លាវឲ្យចុះចាញ់នៅក្នុងទឹកទី2បាទគេថាបាច់ជង្គង់បាច់កែងទាត់គេថារបស់កម្ពុជាគេថាខ្លាំងបាទគេថាថ្ងៃនេះផ្ដួលកូនសិស្សបាទម្នាក់ទៀតហើយបាទមិនត្រឹមតែ1 លានរៀលទេលោកតានអាវុធថែមមួយកេះពីលើទៀតបាទគេថាច្រើនមែនតើហើយមានរង្វាន់បាទទៅកាន់តែមានរសជាតិមានន័យជ្រៅបាទថែមមួយកេះពីលើបាទមិត្តភាពបាទសូមថតរូបភាពជាលុះសាវរីនេះសរសៃឈាមក៏ពិតមែនតែប្រកួតចប់មិត្តភាពនៅតែជាមិត្ត